អាមេរិកធ្លាក់ទឹកបរទូទាំងសកលគ្រប់គ្រងឲ្យចិនធ្វើបងធំពិភពលោកវិញម្ដងនេះបើយោងតាមការរកឃើញនៅក្នុងការសិក្សាថ្មីមួយដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Research Center នៅក្នុងទ្វីបទាំង6លើភពផែនដីនិងដែលសារជីវកម្មផ្សព្វផ្សាយសម្លេង BBC ដកស្រង់ចេញយកមកចុះផ្សាយនៅថ្ងៃទី16ខែកក្កដាឆ្នាំ2026នេះមជ្ឈមណ្ឌលស្រាវជ្រាវ Research Center បានលើកឡើងថាចិននិងលោកប្រធានាធិបតីស៊ីជីនពីងទទួលបានការគ្រប់គ្រងនិងចូលចិត្តខ្លាំងជាងលោកប្រធានាធិបតីដូណាល់ត្រាំនិងអាមេរិកនៅក្នុងប្រទេសចំនួន25ក្នុងចំណោមប្រទេសនិងផែនដីចំនួន36ដែលត្រូវបានស្ទង់មតិក្នុងនោះរួមមានទាំងប្រទេសជិតខាងអាមេរិកគឺកាណាដានិងមិចស៊ិកផងដែរនិន្នាការងាកទៅរកចិនបែបនេះគឺត្រូវបានប្រកាសជាពិសេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងតំបន់មជ្ឈិមបូព៌ាក្នុងការស្ទង់មតិនេះអាមេរិកនាំមុខចិននៅក្នុងប្រទេសត្រឹមតែ6ប៉ុណ្ណោះក្នុងនោះរួមមានដូចជាប៉ូឡូញហ្វីលីពីនកូរ៉េខាងត្បូងឥណ្ឌាជប៉ុននិងអ៊ីស្រាអែលការស្ទង់មតិនេះទៀតសោតគឺត្រូវបានចេញនៅថ្ងៃពុធដោយមានការស្ទង់មតិលើមនុស្សចំនួន 42,000 នាក់នៅក្នុងទ្វីបទាំង6ចាប់ពីថ្ងៃទី8ខែកុម្ភៈរហូតដល់ថ្ងៃទី13ខែឧសភាពលគឺរាប់ចាប់តាំងពីពេលដែលអាមេរិករួមដៃគ្នាជាមួយនឹងអ៊ីស្រាអែលធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់មកបើប្រៀបធៀបទៅនឹងទិន្នន័យពីឆ្នាំ2023មកនៅក្នុងចំណោមប្រទេសចំនួន20ឥឡូវនេះមាន 46% គ្រប់គ្រងចិនឲ្យធ្វើជាបងធំពិភពលោកខណៈដែលមានតែ 36% ប៉ុណ្ណោះដែលគ្រប់គ្រងអាមេរិកដែលនេះគឺខុសស្រឡះកាលពី3ឆ្នាំមុនដោយកាលពីពេលនោះមានរហូតដល់ទៅ 58% ឯណោះដែលគ្រប់គ្រងអាមេរិកឲ្យបន្តធ្វើជាបងធំខណៈដែលចិនទទួលបានការគ្រប់គ្រងត្រឹមតែ 32% ប៉ុណ្ណោះទិន្នន័យនៃការរកឃើញខាងលើក៏បានបង្ហាញផងដែរថានៅក្នុងប្រទេសចំនួន22អ្នកឆ្លើយកម្រងសំណួរក៏បានសម្ដែងការទុកចិត្តទៅលើលោកប្រធានាធិបតីស៊ីជីនពីងខ្លាំងជាងលោកប្រធានាធិបតីត្រាំផងដែរអាមេរិកទទួលបានការកោតសរសើរលើសចិនតែមួយមុខគត់នោះគឺការគោរពសិទ្ធិបុគ្គលប៉ុន្តែគម្លាតមិនខុសគ្នាឆ្ងាយប៉ុន្មានដែរអ្នកដែលគ្រប់គ្រងចិនខ្លាំងគឺអ្នកនៅក្បែរឃ្លាអាមេរិកតែម្ដងនោះគឺកាណាដាដោយនៅក្នុងឆ្នាំ2023កាណាដាគ្រប់គ្រងអាមេរិករហូតដល់ទៅ 57% ប៉ុន្តែឥឡូវធ្លាក់មកនៅត្រឹមតែ 33% ប៉ុណ្ណោះខណៈដែលចិនហក់ពី 14% ឡើងដល់ 44%អាមេរិកធ្លាក់ចុះប្រជាប្រិយភាពក្នុងក្រសែភ្នែកកាណាដាបែបនេះគឺបន្ទាប់ពីលោកត្រាំដំឡើងពន្ធលើទំនិញកាណាដានិងដោយសារការលើកឡើងម្ដងហើយម្ដងទៀតរបស់លោកត្រាំដែលថាកាណាដាគួរតែក្លាយជារដ្ឋទី51របស់អាមេរិកនោះរឿងលោកត្រាំចង់បានដែនកោះ Greenland របស់ដាណាម៉ាកនិងរឿងលោកវាយប្រហារ Venezuela ក៏បានធ្វើឲ្យប្រជាប្រិយភាពរបស់អាមេរិកធ្លាក់ចុះមិនស្ទើរដែរលើពីនេះលោកត្រាំនៅគម្រាមចាត់វិធានការយោធាលើមិចស៊ិកកូឡុំប៊ីនិងគុយបាទៀតផងហើយសូម្បីតែប្រទេសធំៗនៅអឺរ៉ុបដូចជាបារាំងអាល្លឺម៉ង់អ៊ីតាលីនិងអេស្ប៉ាញជាដើមក៏ងាកទៅរកចិនដែរបីសាច់រាត្រីរបស់សហរដ្ឋអាមេរិកអស់ផ្លូវលេខអ៊ីរ៉ង់បាច់អំពិលអំពៃក្រពុលមុខវាយប្រហារលេងដឹងទៅតំបន់ងាកមកសម្រួចគោលដៅលើអាកាសដ្ឋានស្ពាននិងស្ថានីយ៍រថភ្លើងរបស់អ៊ីរ៉ង់វិញនៅក្នុងរូបភាពដែលមេសិទ្ធិមនុស្ស UN ថាស្មើនឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមទីក្រុងតេអ៊ីរ៉ង់ដកចេញពីក្រោមដីវាយសងសឹកវិញភ្លាមរំជួយដល់ស៊ីរីអមដោយការព្រមានថាតំបន់មជ្ឈិមបូព៌ាទាំងមូលនឹងរងទុក្ខធំបើអាមេរិកនៅតែធ្វើចរិតដូចនេះយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់បានចុះផ្សាយនៅថ្ងៃសុក្រនេះថាអាមេរិកបានបើកការវាយប្រហារនៅយប់ទី6របស់ខ្លួនលើអ៊ីរ៉ង់ដោយផ្ដោតគោលដៅលើអាកាសដ្ឋានមួយកន្លែងនិងស្ថានីយ៍រថភ្លើងមួយកន្លែងនៅក្នុងកំពង់ផែ Bandar Abbas និងស្ពាន5ខ្សែនៅក្នុងខេត្ត Hormozgan នាភាគខាងត្បូងក្បែរច្រកសមុទ្រ Hormuz យោធាអាមេរិកបានលើកឡើងថាខ្លួនបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាលើគោលដៅរាប់សិបកន្លែងនៅក្នុងយប់ទី6នេះគឺដើម្បីបំបាក់សមត្ថភាពយោធារបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ប៉ុន្តែមិនបានបញ្ជាក់ថាខ្លួនបានវាយប្រហារលើគោលដៅស៊ីវិលនោះឡើយលើកនេះអ៊ីរ៉ង់សងសឹកវិញមិនគ្រាន់តែរំជួយនៅកាតាបារ៉ែននិងគុយវ៉ែតនោះឡើយប៉ុន្តែបានធ្លាយទៅដល់មូលដ្ឋានយោធាអាល់តាន់របស់អាមេរិកក្នុងប្រទេសស៊ីរីឯណោះបន្ទាប់ពីអាមេរិកមួយកំភ្លៀងចំមុខវិញភ្លាមរួចអ៊ីរ៉ង់នៅគម្រាមធ្វើឲ្យតំបន់មជ្ឈិមបូព៌ាទាំងមូលជួបទុកធំផងដែរហើយនឹងប្រាប់ឲ្យក្រុមឧទាមហ៊ូទីបិទច្រកសមុទ្របាប់អាល់មេដាប់នៅក្នុងច្រកសមុទ្រក្រហមទៀតផងបើអាមេរិកហ៊ានតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួនបន្តទៀតនោះក្រុមអ្នកវិភាគយោធាមើលឃើញថាអាមេរិកចាប់ផ្ដើមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់បែបនេះគឺបង្ហាញឲ្យឃើញថាអាមេរិកអស់ក្បាច់ឬអស់ផ្លូវលេងជាមួយនឹងកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ហើយទើបជ្រើសរើសវិធីចូលកន្លងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងដូចនេះអ៊ីរ៉ង់នឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាទាំងមូលឆាប់ឆេះក្នុងភ្លើងសង្គ្រាមដែលធ្វើឲ្យអាមេរិកភ្លឺភ្នែកហើយនឹងធ្វើឲ្យលោកត្រាំនិងលោកប៊ិនចាមីននេតាន់យ៉ាហ៊ូភ្ញាក់ផ្អើលខុសពីអ្វីដែលមេដឹកនាំទាំងពីរធ្លាប់គិតនិងវិតម្លៃនេះបើយោងតាមប្រភពមួយបង្ហើបចេញពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់